សួស្តីបងប្អូនអរគ្នាអញ្ចឹងសម្រាប់អ្នកប្រើ iPhone ណាថ្ងៃនេះខ្ញុំមាន technique មួយចំនួនជួយឲ្យអ្នកនរគ្នាប្រើប្រាស់ទៅវាមានភាពងាយស្រួលជាងមុនឥឡូវខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាបាទកាលពីមុននៅពេលដែលយើងចង់ធ្វើការគឺថាយើងលុបរូបភាពឬក៏វីដេអូចេញពីកន្លែងលុបនេះបាទយើងលុបអញ្ចឹងទៅហើយនៅពេលដែលលុបហើយឧទាហរណ៍ថាយើងចង់ទាញមកវិញយើងត្រូវធ្វើម៉េចយើងត្រូវចូលទៅកាន់នេះគេចូលកាន់folder បាទចូលទៅកាន់ folder ទៅដើម្បីទាញ restore រូបនឹងយកមកវិញទៅប៉ុន្តែឥឡូវខ្ញុំមានវិធីមួយឥឡូវទៀតថាម៉េចខ្ញុំបានឥឡូវខ្ញុំលុបរូបមួយចុះបាទខ្ញុំលុបហើយអូខេអញ្ចឹងរូបហ្នឹងគឺវាបាត់ហើយនៅតែមួយដើម្បីទាញរូបហ្នឹងមកវិញយើងបាច់ចូលទៅកន្លែង delete ទៀតទេអ្នកនរគ្នាប្រើរៀន3អូសនៅលើអេក្រង់មកអូសវាមកវិញឃើញទេរូប1 2អញ្ចឹងដូចអ្នកនរគ្នាឃើញយើងប្រើរៀន3អូសទៅអូសពីស្ដាំមកឆ្វេងអូខេមួយទៀតនៅពេលដែលអ្នកទាំងអស់គ្នាឧទាហរណ៍ថាយើងមាន file នេះកាលពីមុននៅពេលដែលចង់ select ញ៉ាំនឹងចុចកន្លែងសញ្ញា3នេះមកហើយយកពាក្យថា select ទៅ1 2 3ចឹងមកតែឡើយអត់ទេមានវិធីមួយទៀតគឺងាយយ៉ាងហ្នឹងអ្នកនរនេះប្រើរៀន2អូសពីចុងមកក្រោមហ្នឹងអញ្ចឹងចាំអូសដល់ណាឃើញទេប្រើរៀន2មកឃើញអញ្ចឹងវាជាប់មកស្រាប់យើងអត់ចាំបាច់ទៅចុចកន្លែង select ទៀតទេឥឡូវខ្ញុំមានវិធីមួយទៀតក្នុងករណីដែលអ្នកនរគ្នាប្រើនៅកាមេរ៉ា iPhone ជាធម្មតា aspect ratio របស់វាគឺវាយក4.3ក្នុងករណីដែលអ្នកនរគ្នាចង់បានរូបធំយកទៅដល់16:9មានន័យថារូបពេញអេក្រង់នេះគឺ aspect ratio ធំគុណភាពរូបភាពរបស់យើងគឺគុណភាពវា lower ជាង3/4នេះអញ្ចឹងអានេះមានន័យថាក្រប pixel របស់វាគឺញាត់បានពេញហាប់ណែនជាងឲ្យយើងយក aspect ratio ធំនេះព្រោះកាមេរ៉ាវានៅតែប្រើដដែលទេគ្រាន់តែវីដេអូ aspect ratio អញ្ចឹងមានតែប៉ុណ្្នឹងទេចាំជួបគ្នាក្នុងវីដេអូក្រោយទៀត